សួស្តីអ្នកនរគ្នាខ្ញុំរ៉េមជួបគ្នាម្ដងទៀតហើយខ្ញុំបានតម្លាក់វីដេអូពីរបីវីដេអូមុនហើយបន្តទៅទៀតខ្ញុំក៏បានតម្លាក់វីដេអូជាបន្តដែរថ្ងៃនេះខ្ញុំសម្រាប់ចិត្តថាខ្ញុំនឹងបង្កើតវីដេអូឡើងវិញដើម្បីតម្លាក់ក្នុងការចែករំលែកអ្វីដែលល្អសម្រាប់អ្នកនរគ្នាខ្ញុំបានចែករំលែកទៅលើអ្វីដែលយើងគួរតែបដោតយើងបដោតទៅលើផ្លូវចិត្តយើងបដោតទៅលើខួរក្បាលរបស់យើងបដោតទៅលើរាងកាយរបស់យើងទាំង3ហ្នឹងយើងត្រូវធ្វើល្អបំផុតតាមអាចធ្វើទៅបានកែច្នៃរបស់ទាំង3ហ្នឹងមកតែថ្ងៃនេះខ្ញុំចង់លើកមួយចំណុចបន្ថែមទៀតពាក់ព័ន្ធទៅនឹងជាទម្លាប់មួយក្នុងការកែច្នៃខ្លួនឯងចំណុចមួយនោះគឺសំលៀងកបិតចាំម៉េចនៅក្នុង 7 habit ចំណុចមួយដែលក្នុងសភៅគេបានលើកឡើងគឺ sharpen the saw គឺសំលៀងកបិតសំលៀងជំនាញខ្លួនឯងសម្រាប់បងឬក៏សម្រាប់បងប្អូនដែលគាត់បកកែខាងឧទាហរណ៍បកកែខាង marketing គាត់សំលៀងកបិតទៅខាងផ្នែក marketing ឲ្យខ្លាំងរៀនអានសភៅចូល workshop រៀនចេញពីសាលាអ្វីផ្សេងគឺផ្ដោតទៅលើជំនាញរបស់ខ្លួនឯងឲ្យខ្លាំងតាមអាចធ្វើទៅបានពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងហើយគឺជាចំណុចមួយដែលធ្វើឲ្យខ្លួនរបស់យើងកាន់តែខ្លាំងទៅគាត់បកកែខាងអគ្គិសនីគាត់ផ្ដោតទៅលើអគ្គិសនីគាត់បកកែខាង sale គាត់ផ្ដោតទៅលើខាង sale គាត់ផ្ដោតទៅលើខាងជំនាញខាងបង្រៀនអញ្ចឹងគាត់ផ្ដោតទៅលើការបង្រៀនកាលណាគាត់ធ្វើឲ្យធ្វើសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃពីចំណុចមួយទៅចំណុចមួយអត់ឲ្យត្រឹងនៅដដែលព្យាយាមអភិវឌ្ឍវាបន្តិចម្ដង1%ទៅ1%ទៅ1%ប្រចាំថ្ងៃនោះអ្នកនឹងខ្លាំងដល់ខ្លួនឯងអ្នកនឹងខ្លាំងអូតូម៉ាទិកនេះដោយសារហេតុអីដោយសារយើងផ្ដោតទៅលើអ្វីដែលយើងកំពុងតែមានអ្វីដែលយើងកំពុងតែខ្លាំងហើយបូកបន្ថែមជាមួយនឹងការឆ្លាញ់របស់យើងថែមទៀតអរគុណ